សួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះមកវាស្រែនាំកូនពៅនេះហើយនាំអាសំឡាញ់អាបុកកាចមកផងនេះបងប្អូនវាស្រែសោះស្រែបងប្អូនអើយខ្ចីញញហ្មងស្រែគេទេមិនមែនស្រែខ្ញុំណាខ្ញុំមានស្រែទេទិញកគេហូបអាកូនពៅមកលេងផងអាកូនពៅនេះនាំអាបុកកាចនេះមកលេងផងសួស្តីបងប្អូនអ្នកលេងម៉ូតូទាំងអស់គ្នាហ្នឹងថ្ងៃនេះនាំអាសំឡាញ់មកវាស្រែបងប្អូនហ្នឹងនេះអត់វាស្រែលេងបន្តិចវាស្រែគេបងប្អូនហ្នឹងហើយមិនស្រែខ្ញុំទេប៉ុន្តែខ្ចីល្អទេជីកាត់ហ្នឹងក៏ថតលេងអញ្ចឹងបងប្អូនហ្នឹងហើយមើលទៅវាចេញចិត្តស្រស់បងប្អូនហ្នឹងហើយហើយខាងនោះគឺទុំបងប្អូនហ្នឹងកំណោះទុំហើយខាងនោះចិត្តស្រោតហើយអញ្ចឹងនាំអានេះមកដើរលេងនេះនេះដើរលេងទុកនៅផ្ទះពេកវាខូចម៉ាស៊ីនអស់ហើយបងប្អូនអញ្ចឹងជិះវាដើរលេងខ្លះនេះបងប្អូនមើលមកជុំទៅមើលមកជុំលេងព្រោះអត់មានម៉ូតូគេថតបងថតតែម៉ូតូខ្លួនឯងហើយសូមអធិស្ឋានផងនេះថតជុំបងប្អូនមើលរូបរាងមកវាសេរីចាស់មែនប៉ុន្តែនៅលយបងប្អូនហ្នឹងហើយសេរីវាឆ្នាំ2020ប៉ុន្តែសេរីថ្មីសម័យឥឡូវនេះក៏រូបរាងដែរទេគ្រាន់តែដូរតែមទេនឹងដូរភ្លើងសញ្ញោតែប៉ុណ្ណឹងប៉ុន្តែរូបរាងវានៅដែរចឹងបងប្អូន MT15 ឆ្នាំ2020ទេប៉ុន្តែខ្ញុំដូរតែមនេះដាក់តែមនេះគឺឆ្នាំ2022 23ឬក៏24 25ហ្នឹងទៅគឺឃើញដែរទេប៉ុន្តែប្រាប់2019 2020គឺតែដូចគ្នាអញ្ចឹងបងប្អូនអញ្ចឹងរូបរាងវានៅដែរទេហើយសម្រាប់អាយុកាលវារៀងយូរដែរក៏ប៉ុន្តែវានៅស្រស់ស្អាតនៅថ្មីអញ្ចឹងបងប្អូនមើលតែម៉ាស៊ីនដល់ហ្នឹងនេះម៉ាស៊ីនថ្មីចាស់តែម្ដងហ្នឹងហើយនេះសអត់មានកាន់ក្អែកាន់អីទេហ្នឹងហើយសម្រាប់កុងទ័រវាទៅជា6000គីឡូហ្នឹងហើយខ្ញុំអត់ទៅជីទេជីម្ដងប៉ុន្តែជីទៅឆ្ងាយតែម្ដងពីឆ្ងាយទៅ10គីឡូ20គីឡូ30គីឡូអញ្ចឹងបងប្អូនហ្នឹងតែមិនសើមិញផ្លាស់នេះសើមិញផ្លាស់ទឹកសំទោសផ្លាស់ទឹកស្អប់ម៉ាស៊ីនណាហ្នឹងហើយព្រោះអីតាំងពីទិញមកដែរផ្លាស់គាត់ថាថែមអីចឹងបងប្អូនអត់ដែរផ្លាស់ទេហើយសើមិញហ្នឹងគឺផ្លាស់រួចរាល់ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនមកបង្ហាញពីរូបរាងរបស់វាបន្តិចបន្តួចហ្នឹងនៅវាស្រែហើយខ្ញុំអត់មានម៉ូតូផ្សេងមក review ឲ្យបងប្អូនទេមានតែម៉ូតូខ្លួនឯងថតឲ្យបងប្អូនទស្សនាលេងហើយសិនជាបងប្អូនចង់បានអីមិនខ្វះទេសេរីនេះបងប្អូនសេរីខ្ញុំអីអាយុ40ជាងចុះហ្នឹងគឺជីបានហើយម៉ូតូនេះមិនថាស្រីមិនថាប្រុសទេព្រោះវាអត់សូវជាធ្ងន់ប្រហែលទេបងប្អូនហើយសម្រាប់ម៉ូតូនេះគឺប្រើអង្គយ៉ាអញ្ចឹងទៅហ្នឹងហើយសម្រាប់មនុស្សស្រីក៏ជីបានដែរលក្ខណៈប្រពន្ធខ្ញុំជីបានដែរអញ្ចឹងបងប្អូនគឺវាស្រាលហើយអត់សូវជាធ្ងន់ទេកម្លាំងវា 155cc ទេកម្លាំងវាលើស CB 150តិចតួចទេហើយសម្រាប់ស្រីក៏ជីបានដែរម៉ូតូនេះព្រោះឲ្យប្រពន្ធខ្ញុំជីបានអញ្ចឹងបងប្អូនហ្នឹងហើយជីបានដោយសារខ្ញុំតម្លាក់បូបបងប្អូនណានេះតម្លាក់បូមក្រោយតែក៏ពិតអាក្រោយនេះគឺបូមវាសទេខ្ញុំតម្លាក់ដាក់ក្រហមទៅវិញវារៀងទៀបជាងមុនហ្នឹងហើយសម្រាប់បូមមុខនេះគឺខ្ញុំតម្លាក់ដែរនេះធម្មតារបស់វាខាងលើនេះនៅណែបងប្អូនណានេះខ្ញុំតម្លាក់ច្រើនដែរដូចជា3សង់ទីម៉ែត្រហ្នឹងនេះរៀងក្រែដែររៀងទៀបជាងមុនបន្តិចហើយខ្ញុំកម្ពស់ 1m68 ទេអញ្ចឹងខ្ញុំរៀងទៀបដែរអញ្ចឹងទៅត្រូវការតម្លាក់ដើម្បីឲ្យវាស្រួលជិះអញ្ចឹងបងប្អូនដើម្បីឲ្យវាឈរទៅពេញជើងអញ្ចឹងណាហើយខ្ញុំតម្លាក់ប៉ុណ្ណឹងហើយនៅអត់ពេញជើងទេបងនៅក្អឺតឡើយទេណាតែសម្រាប់ស្រីជីបានស្រីបងប្អូនអញ្ចឹងសម្រាប់អូននេះមានតែប៉ុណ្្នឹងទេហើយបងប្អូនអាចជួយ Subscribe ខ្ញុំបានដើម្បីផងអរគុណច្រើនបងប្អូនបាយទាំងអស់គ្នា